លើដីប្រាសាទមានឈាមវរ្ម័នក្លាហានមិនបាក់ស្បាឈរតំណាងទឹកតំណាងដីតំណាងសាសលើកទង់ជាតិកម្ពុជាឲ្យស្មើមេឃស្មើអាកាសយើងបោះអស់ដីគ្មានអ្វីនៅទៀតទេកុំរវល់តែផឹកស៊ីប្រយ័ត្នផែនទីនៅលើគេសាសមួយចំនួនកំពុងតែឈ្លានពានពេលដែលយើងបាក់សាមគ្គីគេនឹងមកទន្ទ្រានស្ដាប់ខ្ញុំឲ្យជាក់ភ្ញាក់ពីដំណេកមកយើងគឺជាវីរៈបុរសយកខ្នោះទៅចាប់ចោលកំទេចពួកកេងប្រវាញ់ដាក់គុកហើយចាក់សោវាយយកសេរីភាពកុំខ្លាចកុំឆោឡោបើអ្នកខ្លាចអ្នកភ័យហើយអ្នកព្រួយចុះស្រុកកម្ពុជាបានអ្នកណាគេមកជួយបើបច្ចុប្បន្នកាលពោពេញដោយពុករ